បាទសូមជម្រាបសួរប្រិយមិត្តនិងបងប្អូនទស្សនិកជនទាំងអស់គ្នាដែលតែងតែតាមដាននិងចូលចិត្តនៅទស្សនានៅកីឡាបាល់ទាត់ថ្ងៃនេះមកជួបជាមួយនឹង Admin កុងនៅក្នុងការចែកជូនបងប្អូនចំនួនធីបបាល់ពិសេសសម្រាប់បងប្អូននៅក្នុង Channel ហើយបើបងប្អូនចង់បានធីបបាល់ផ្សេងៗទៀតបងប្អូនអាចធ្វើការ join គ្រប់ Telegram របស់ Admin គឺ AKFC Sport Tip ដែលក្នុងនេះយើងមានសមាជិករហូតដល់1800នាក់ចូល1900នាក់យើងមានការទម្លាក់ធីបបាល់ជារៀងរាល់ថ្ងៃឲ្យតម្រុយបាល់ក៏ដូចជាមានបងប្អូននៅក្នុងនោះគ្រប់គ្រង admin មែនទែនអញ្ចឹងសម្រាប់បងប្អូនដែលចង់ទទួលបាននៅព័ត៌មានកីឡាក៏ដូចតាមដានធីបបាល់ជារៀងរាល់ថ្ងៃអាចធ្វើការ join គ្រប់ link នៅក្នុង profile ដែល admin ទម្លាក់ចែកជូនបងប្អូនណាចុចមកធ្វើជាសមាជិកច្រើនជាមួយ admin ទាំងអស់គ្នាតោះកុំឲ្យខាតពេលវេលាសម្រាប់2គូថ្ងៃនេះដែល admin នឹងធ្វើការជ្រើសរើសចែកជូនបងប្អូនគឺគូនៅក្របខ័ណ្ឌ Brazil Serie A គឺមានទាត់គ្នានៅម៉ោង9ឬក៏7ព្រឹកនោះរៀងព្រឹកតិចសម្រាប់យប់ថ្ងៃហ្នឹងណាហ្នឹងហើយសម្រាប់គូទី1គឺ Atlético Mineiro នឹងបើកកីឡាដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Recife នៅក្នុងក្របខ័ណ្ឌ Brazil Serie A សម្រាប់ក្រុមទាំងពីរបើយើងមើលតាមគុណភាពកីឡាក៏ដូចជាលទ្ធផលនៃការប្រកួតហើយគេឈ្មោះក្រុមច្បាស់ណាស់ក្រុមម្ចាស់ផ្ទះល្អជាងដាច់ដូច្នេះហើយសម្រាប់គូនេះ admin ចង់ធ្វើការណែនាំបងប្អូនឲ្យធ្វើការគ្រប់គ្រងទៅក្រុមម្ចាស់ផ្ទះ Atlético Mineiro admin ជឿជាក់ថាយប់នេះក្នុងដីរបស់ខ្លួនឯងមិនមានបញ្ហាទេសម្រាប់ក្រុមម្ចាស់ផ្ទះហើយចំណាយក្រុមទី2ដែល admin នឹងចែកជូនបងប្អូននៅក្នុងคลิปវីដេអូនេះគឺក្លឹប Mirassol នឹងបើកកីឡាដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវដែលកំពុងឡើងជើងគឺ Fluminense ដែលមាន Thiago Silva ធ្វើជាខ្សែការពារនៅហ្នឹងណាហើយសម្រាប់ក្រុមទាំងពីរបើយើងមើលពីតម្រង់លេងហើយនឹងនេះគឺក្រុមភ្ញៀវរៀងល្អជាងហើយ Fluminense ទៅតែឆ្លងកាត់ពានរង្វាន់ FIFA World Cup ហើយសម្បូរដោយកីឡាករ Brazil ដែលមានឈ្មោះរៀងល្បីក្រនបាល់ជាងក្រុមម្ចាស់ផ្ទះដូច្នេះហើយសម្រាប់គូនេះ admin នៅតែសម្លឹងទៅលើក្រុមភ្ញៀវ Fluminense គិតថា Fluminense យប់នេះនឹងមិនចាញ់ទេហើយដូច្នេះហើយ admin ក៏ចង់ណែនាំបងប្អូនដែលតែងតែចូលចិត្តនឹងកីឡាបាល់ទាត់ឲ្យគ្រប់គ្រងទៅក្រុមភ្ញៀវ Fluminense សម្រាប់2គូថ្ងៃនេះដែល admin ជ្រើសរើសទី1គឺ Atlético Mineiro គូទី2គឺ Fluminense អញ្ចឹងបងប្អូនអាចតាម admin បានណាហើយបើសិនជាបងប្អូនចង់បានធីបបាល់ពិសេសក៏ដូច admin បញ្ជាក់អញ្ចឹងមក join គ្រប់ជាមួយ admin link នៅក្នុង profile ជាមួយ admin ហើយជាចុងក្រោយនេះ admin សូមជម្រាបលាបងប្អូនសូមកុំភ្លេចចុច like ចុច share ចុច follow admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលា